បើខានចេញវីដេអូមួយដោយសារជួបរវល់ក៏មានបញ្ហាសម្រាប់ជីវិតព្រោះជីវិតកើតមកតែតែជួបនឹងបញ្ហាបាទវីដេអូថ្ងៃនេះក៏សូមថ្លែងអំណរអគុណទៅដល់សិប្បកម្មមរតកទេពស្វាយជួរដែលបានផលិតនៅអាហារដែលល្អអាហារសុខភាពដែលអាចជួយទៅដល់សុខភាពម្ដាយរបស់យើងខ្ញុំដែលកើតជំងឺទឹកនោមផ្អែមហើយនឹងសាឡាក់ដ៏ធ្ងន់ធ្ងរដេកនៅកន្ទេលដែលងើបដើមរួចបាទមកនេះជាតិស្កររបស់គាត់នឹងទាំង A1C និងជាតិស្កររបស់គាត់ត្រឡប់មក normal មកធម្មតាវិញហើយជំងឺសាឡាក់របស់គាត់ក៏ត្រឡប់មកធម្មតាវិញគឺគាត់អាចដើរបានគាត់អាចដេកបានគាត់ទៅផ្សារដីចង្ងាយប្រហែលជា300 ម៉ែត្រគាត់ដើរទៅដើរមកបានបាទដែលពីមុនដេកនៅកន្ទេលបាទខ្ញុំក៏មានវីដេអូជាផុសតាងទុកហ្នឹងហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមុនព្យាបាលតាក់ទងជំងឺទឹកនោមផ្អែមរហូតដល់ជំងឺសាឡាក់របស់គាត់ក៏បានជាអញ្ចឹងជំងឺទឹកនោមផ្អែមរបស់គាត់គឺចាក់អាំងសាលីនជាង3ឆ្នាំហើយតែសរុបជំងឺដែលគាត់កើតមកជាង10ឆ្នាំអញ្ចឹងសប្តាហ៍ថ្ងៃនេះគាត់បានប្រើជាមួយនឹងឱសថធម្មជាតិរបស់កូនខ្មែររបស់យើងរយៈពេលតែ2ខែជាងទេហើយការដែលប្រើគឺអត់បានប្រើអាំងសាលីនទៀតទេគឺចាប់ផ្ដើមប្រើភ្លាមដកអាំងសាលីនចេញតែម្ដងរយៈពេល2ខែជាងនេះតែឈាមរបស់គាត់ A1C របស់គាត់ធ្លាក់មកសល់ 4.8 ដែលពីមុនគាត់បាននិយាយថា A1C របស់គាត់ដូចជា11ចុចរហូតដល់មក 9.2 ហើយក៏ធ្លាក់មករហូតដល់ចំណុច 4.8 ដែលគាត់បានប្រើអាំងសាលីនទេបាទចឹងសួរណាមីងបាទសួរបាទអញ្ចឹងណាមីងឈ្មោះអ្វីដែរខ្ញុំឈ្មោះម៉ាន់ភីហ្នឹងហើយអញ្ចឹងណាមីងអាចរៀបរាប់ឈ្មោះណាមីងបានទេថាណាមីងនៅក្នុងតំបន់នេះភូមិអីស្រុកអីគេហើយណាមីងកើតជំងឺអីគេហើយព្យាបាលទៅលើឱសថអ្វីខ្លះដែរបាទអញ្ចឹងសូមណាមីងជួយប្រាប់ផងបាទហើយមានការធានារបៀបមិនដែរបាទនៅភូមិម្ដងកន្លែងឃុំស្ដុកវឹកស្រុករកហគិរីបាទខេត្តបាត់ដំបងខេត្តបាត់ដំបងបាទអញ្ចឹងណាមីងមានជំងឺអ្វីដែរខ្ញុំមានជំងឺទឹកនោមផ្អែមនិងសាឡាក់ហើយពិតជាបានព្យាបាលដោយឱសថធម្មជាតិបុរាណខ្មែរយើងនេះមែនអត់បានហើយការដែលព្យាបាលជាមួយនឹងឱសថបុរាណខ្មែររបស់យើងនៅកន្លែងនេះមានការធានាទៅលើអ្វីខ្លះដែរលើតេស្តឈាមក្រដាសតេស្តឈាមនេះគឺក្រដាសតេស្តឈាមនឹងតែម្ដងនេះមិញណាអញ្ចឹងសរុបមកព្យាបាលរយៈពេល2ខែជាងអញ្ចឹងលទ្ធផលតេស្តឈាម A1C របស់ណាមីពិតជាធ្លាក់មកក្រធម្មតាមែនអត់ចាធ្លាក់ផែជាប្រមាណដែរសល់ប្រមាណ10ថ្ងៃនៅបច្ចុប្បន្ននេះមើលព្រឹកមិញនេះនៅសល់ 4.8 អូខេអញ្ចឹងពិតជាបានធ្លាក់មកដល់កម្រិតធម្មតារបស់ A1C នៅក្នុងចន្លោះធម្មតាហើយដោយសារផ្អែកទៅលើក្រដាសតែឈាមចាអូខេអញ្ចឹងមានន័យថាខាងសមាគមគឺគេផ្ដោតទៅលើក្រដាសតែឈាមធានាទៅលើណាមីងតាមក្រដាសតែឈាមដូចគ្នាដែរណាមីងមែនទេអូខេបាទអញ្ចឹងអ្វីដែលសំខាន់គឺណាមីងព្យាបាល2ខែជាងត្រឹមតែ2000ជាងទេចាអូខេបាទអញ្ចឹងថ្ងៃនេះក៏ជំរាបសួរពុកម៉ែបងប្អូនទាំងអស់សម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាជំងឺដូចជាណាមីងដែលមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃក្តីឬក៏កំពុងតែប្រើថ្នាំគីមីក្តីឬក៏កំពុងចាក់អាំងសាលីនក្តីអញ្ចឹងថ្ងៃនេះគឺយើងមានឱសថក្នុងការទៅដោះស្រាយទៅលើវិបត្តិជំងឺដ៏កាចសាហាវមួយនេះគេហៅថាជំងឺមិនមានមេរោគឆ្លងទេប៉ុន្តែកើតឡើងទៅលើមនុស្សគ្រប់គ្នាតាមរយៈការដែលយើងរស់នៅបច្ចុប្បន្នសប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងថ្ងៃនេះគឺជាភស្តុតាងមួយសម្រាប់អ្នកមីងដែលគាត់រស់នៅក្នុងភូមិស្រុកមងឫស្សីរុក្ខគិរីខេត្តបាត់ដំបងដែលគាត់បានព្យាបាលតាក់ទងជំងឺទឹកនោមផ្អែមរហូតដល់ជំងឺសាឡាក់របស់គាត់ក៏បានជាអញ្ចឹងជំងឺទឹកនោមផ្អែមរបស់គាត់គឺចាក់អាំងសាលីនជាង3ឆ្នាំហើយតែសរុបជំងឺដែលគាត់កើតមកជាង10ឆ្នាំអញ្ចឹងសប្តាហ៍ថ្ងៃនេះគាត់បានប្រើជាមួយនឹងឱសថធម្មជាតិរបស់កូនខ្មែររបស់យើងរយៈពេលតែ2ខែជាងទេហើយការដែលប្រើគឺអត់បានប្រើអាំងសាលីនទៀតទេគឺចាប់ផ្ដើមប្រើភ្លាមដកអាំងសាលីនចេញតែម្ដងរយៈពេល2ខែជាងនេះតែឈាមរបស់គាត់ A1C របស់គាត់ធ្លាក់មកសល់ 4.8 ដែលពីមុនគាត់បាននិយាយថា A1C របស់គាត់ដូចជា11ចុចរហូតដល់មក 9.2 ហើយក៏ធ្លាក់មកដល់ចំណុច 4.8 ដែលគាត់បានប្រើអាំងសាលីនទេបាទអញ្ចឹងថ្ងៃនេះវាគឺជាលទ្ធផលមួយសម្រាប់អ្នកមីងដែលគាត់បានជាស្បោយពីជំងឺដ៏កាចសាហាវនេះគឺជំងឺទឹកនោមផ្អែមហើយអ្វីសំខាន់ជំងឺសាឡាក់របស់គាត់ឥឡូវនេះគាត់អាចជិះកង់ទៅផ្សារបានអង្គុយបានបត់ជើងបានហើយគាត់ក៏អាចដើរបានលេងឈឺលេងហើមលេងបូមទឹកក្នុងជង្គង់ទៀតហើយបានអញ្ចឹងថ្ងៃនេះវាជាចំណុចមួយដែលជាស្នាដៃរបស់កូនខ្មែរមួយដែលនិយាយអំពីឱសថធម្មជាតិដែលផលិតដោយកូនខ្មែររបស់យើងបាទដែលមានទីតាំងនៅផ្
ផ្លូវជាតិលេខ3របស់យើងបាននៅស្ពាន7មករាហើយក៏មានសាខាបន្ទាប់មកទៀតគឺនៅខណ្ឌព្រែកភ្នៅបាទនៅរាជធានីភ្នំពេញបាទអញ្ចឹងគឺកំពុងតែពង្រីកសាខាតាក់ទងនឹងសមាគមឱសថធម្មជាតិរបស់បុរាណខ្មែររបស់យើងបាទអញ្ចឹងវាគឺជាលទ្ធផលរបស់កូនខ្មែររបស់យើងបាទអញ្ចឹងថ្ងៃនេះជាផតតាំងមួយអញ្ចឹងបើសិនពុកម៉ែបងប្អូនមានជំងឺដូចណាមីងដូចជាជំងឺរ៉ាំរ៉ៃផ្សេងៗឬក៏ជំងឺទឹកនោមផ្អែមបេះដូងលើខ្លាញ់បាទអញ្ចឹងអាចតាក់ទងជាមួយនឹងសមាគមឱសថធម្មជាតិរបស់កូនខ្មែរបានបាទសូមអរគុណសូមជម្រាបលាបាទ